តោះបងប្អូនយើងមកមើលភាពខុសគ្នាទាំងអស់គ្នាបងប្អូនតឡូវនេះអាយុបាន1ខែ10ថ្ងៃឬក៏40ថ្ងៃដែលខ្ញុំធ្លាប់បង្ហាញបងប្អូនលើកមុនថាមួយហាត់ប្រហែលហាត់មួយខាងនេះគឺយើងបានត្រាំដើមពូជហើយមួយហាត់តាខាងនេះគឺយើងមិនបានត្រាំទេបងប្អូនមើលទៅលើការលូតលាស់ស្លឹកបងប្អូនខាងនេះគឺស្លឹកស្ដើងហើយពណ៌រាងស្លក់អត់សូវបៃតងដិតខ្មៅក្រាស់ទេតែបើខាងនេះវិញបងប្អូនមើលឡើងខ្មៅឡើងក្រាស់ហ្មងស្លឹកហើយជាពិសេសដងដើមបងប្អូនមើលនេះមើលដងដើមនេះគឺដងដើមមកគឺស្ទុះលូតបានល្អនេះដោយសារអត់ត្រូវទឹកភ្លៀងហ្មងចាំមិនថាត្រូវទឹកភ្លៀងអត់បានច្រើនណាព្រោះឥឡូវនេះគឺចូលខែ5ថ្ងៃទី29ចិត្តខែ6ហើយមេឃនៅតែភ្លៀងក្តិបក្តប់តិចតួចអញ្ចឹងដលងធ្វើទៅបើតែវាមិនត្រូវការទឹកច្រើនតែបើអត់ទឹកក៏ពិបាកដែរធ្វើអត់បងប្អូនអញ្ចឹងដលងនេះគឺអាយុបាន1ខែ10ថ្ងៃយើងចាប់ផ្ដើមបាញ់ឈុតបំពន់មើលមកដើម្បីអីដើម្បីឲ្យឫសដលងរបស់យើងហ្នឹងវាមានអាហារបំរុងគ្រប់គ្រាន់ហើយឈុតបំពន់មើមហ្នឹងវាជួយទៅភ្ញូជួយទៅជំរុញឲ្យដលងរបស់បងប្អូនហ្នឹងប្រព័ន្ធឫសដែលមានជាមួយនឹងដើមដលងហ្នឹងវាឆាប់បំលែងទៅជាមើមហើយមើមចេញបានច្រើនអញ្ចឹងបើសិនជាបងប្អូនដែលមានដំឡូងអាយុចាប់ពី1ខែជាងស្រូតបាញ់ជាមួយនឹងឈុតបំពន់មើមអញ្ចឹងមានថាយើងចាប់ផ្ដើមដាក់ជីអាហារមើមឲ្យវាបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលមានជាសំណួរចម្ងល់អាច comment សួរនាំនៅក្នុងនឹងបានហើយបើសិនជាចង់បានឈុតបំពន់យកទៅប្រើប្រាស់លើតំណាំដលងអាចឆាតឬក៏ខមមកសាក់សួរនាំបានបាទតាមរយៈលេខទូរស័ព្ទដែលមាននៅក្នុងវីដេអូនេះ